ទឹករាក់រាក់ហ្នឹងហ្នឹងគេហៅកោះហានកោះហានខាងនោះកោះស្នេហ៍នេះសកម្មភាពទឹកហូរដួលដេកអញ្ចឹងវាធ្វើឲ្យសម្រស់ហ្នឹងវាផ្លែកខុសពីកន្លែងផ្សេងវាដើមឈើដែលវានេះវាដួលអញ្ចឹងវាបង្កើតបានទឹកហូរចលនាទឹកហូរវាបង្កើតបានជាខ្សាច់បែបនេះខ្សាច់ទៅពូនលើដើមឈើបែបនេះបង្កើតបានជាកោះដើមឈើនេះប្រហែលជាចិត្តដួលដែរតែនេះវាធំខ្ពស់យើងមើលលក្ខណៈឬរបស់វាគឺវារសាត់ដែលតាមទឹកកម្លាំងទឹកមកវាតែនេះវាទ្រាំឡើងបានគឺដួលតែម្ដងហើយទឹកហូរនេះខ្លាំងដែរសម្រាប់ខែវស្សាជាពិសេសពេលដែលគេទម្លាក់គិសនីទម្លាក់ទឹកពីទំនប់អារីគិសនីនៅខាងលើខាងឡាវទឹកមកខ្លាំងហើយនេះมันត្រូវជាជ្រៅប្រហែលទេជាក់ស្ដែងទៅមើលឃើញដីមើលឃើញដីមើលឃើញថ្មពេលណាទូកដែលជិះមកហ្នឹងគឺអត់ទៀនលឿនទេព្រោះថាបើក្រៅពីអ្នកដឹងផ្លូវគឺត្រូវបុកថ្មបុកអីចឹងថ្មវាពេលកន្លែងខ្លះវាថោក